និយាយពីអ៊ំសាក់រួមទាំងកូនប្រុសបានដើរសម្ដៅទៅរកទឹកត្រពាំងមួយដែលមានចម្ងាយមិនសូវឆ្ងាយពីកន្លែងទុករទេះសម្លៃរបស់គាត់នោះទេមិនយូរប៉ុន្មានគាត់រួមទាំងកូនប្រុសក៏បានដើរដល់បឹងមួយនោះសភាពនៃទឹកបឹងនោះមានសភាពថ្លារាងខៀវមានដើមកំពីងពួយជាច្រើននិងដើមត្រកួនដុះនៅលើផ្ទៃទឹកយ៉ាងត្រៀបត្រាមើលសឹងតែមិនឃើញទឹកឯដើមផ្កាស្នោក៏ដុះខ្ពស់ផុតពីទឹកច្រើនណាស់ដែរអ៊ំសាក់មិនទាន់នឹងបានគយគន់គ្រប់ជ្រុងជ្រោយផងនោះមួយរំពេចក៏លេចចេញនៅវត្តមានពស់វែករនាមដ៏ធំមួយក្បាលវាពិតជាកាយខ្លាំងណាស់ក្រវីក្រវ៉ាត់កន្ទុយបាក់ស្មៅដែលនៅជាប់នឹងដើមចង្កែនោះរៀបដល់ដីអស់បើតាមការគិតមើលទៅប្រហែលជាការពារសុទ្ធទៅវាកាចបែបនេះឃើញបែបនេះអ៊ំសាក់ក៏មិនធ្វើអ្វីនោះដែរក៏ចាប់ដៃកូនប្រុសរួចក៏ថយក្រោយបន្តិចម្ដងរហូតដល់ផុតកន្លែងនោះឯពស់វែករនាមក៏បានអោនក្បាលចុះបន្តិចម្ដងរហូតបាត់ស្រមោលសភាពការហាក់ដូចជាមិនស្រួលបែបនេះទៅហើយអ៊ំសាក់ក៏មិននៅយូរនោះដែរក៏ប្រញាប់ទឹមគោនឹងបរទេសចេញពីកន្លែងនោះយ៉ាងប្រញាប់ប្រញាល់បំផុតដែលអាចធ្វើទៅបានអស់រយៈពេលប្រហែលជា3ខែកន្លងលើដំណឹងថាមានក្រុមគ្រួសារមួយក្រុមមកពីចម្ងាយបានទិញយកដីព្រៃមួយកន្លែងធ្វើជាដីចម្ការសម្រាប់បង្កើនផលដំណាំរបស់គាត់ឆ្លៀតពេលនេះផងដែរខ្ញុំក៏និយាយរាយរាប់ឲ្យស្គាល់ពីក្រុមគ្រួសារថ្មីដែលទើបតែមកដល់ឲ្យអ្នកសន្តាប់បានស្គាល់បន្តិចអ៊ំប្រុសជាមេគ្រួសារគឺមានឈ្មោះថាអ៊ំផលគាត់មានអាយុ50ឆ្នាំជាកសិករធ្វើស្រែចម្ការនិងមានកូន2នាក់ស្រីម្នាក់ប្រុសម្នាក់កូនប្រុសរបស់គាត់គឺឈ្មោះថាប៊ុនអាយុប្រហែលជា20ឆ្នាំរីឯកូនស្រីវិញនាងមានអាយុប្រហែលនឹងខ្ញុំដែរគឺ12-13ឆ្នាំអីហ្នឹងនឹងមានសម្រស់ស្រស់សោភាចរិយាមាយាទក៏ស័ក្តិសមនឹងឈ្មោះថារាជិនីនោះដែរជារៀងរាល់ថ្ងៃដោយសារតែក្រុមគ្រួសាររបស់អ៊ំផលគឺជាគ្រួសារមួយដែលទើបតែមកដល់ថ្មីថ្មោងទើបជាមិនដែលស្គាល់អ្នកណាក្រៅពីលោកមេភូមិដែលគ្រប់គ្រងភូមិនៅទីនេះនោះទេអ៊ំផលដោយគាត់គិតថាជាអ្នកចំណូលថ្មីថ្មោងផងក្តីលែងអីទើបមិនហ៊ានទៅរំខានដល់លោកមេភូមិពីមួយថ្ងៃទៅមួយថ្ងៃអ៊ំផលរួមទាំងកូនប្រុសមិនដែលសោះឡើយប្រងើយកន្តើយហ៊ានឈប់សម្រាកពីការងារកាប់ឆ្ការដីព្រៃចម្ការរបស់គាត់ព្រោះថាមិនប៉ុន្មានខែទៀតទេគឺដល់រដូវកាលបង្កើនផលទៅហើយមួយរយៈពេលយូរគួរសមដែរហើយដែលអ៊ំផលនិងក្រុមគ្រួសារបានមកដល់នៅទីនេះក្រុមគ្រួសាររបស់លោកអ៊ំបានស្គាល់មនុស្សម្នាចាស់ទុំជាច្រើនចំណិតដូចជាពូសនអ៊ំនួននិងអ៊ំសំរិទ្ធសិតសឹងជាមនុស្សដែលជិតស្និទ្ធនិងព្រឹទ្ធាចារ្យដែលរស់នៅក្នុងភូមិហើយក៏អ្នកចេះសិលមន្តអាគមបាលីសាក់យ័ន្តជាដើមរៀងរាល់ថ្ងៃរសៀលពួកគាត់តែងតែអង្គុយពិសាតែជជែកគ្នាលេងជារៀងរាល់ថ្ងៃមិនដែលខកខានម្ដងណាឡើយនៅល្ងាចមួយអ៊ំផលរួមទាំងអ៊ំផ្សេងទៀតដែលកំពុងតែជជែកគ្នាដោយសពរាល់ដងក៏ស្រាប់តែឮសំឡេងប៊ុនបានស្រែកដង្ហើយហៅពីចម្ងាយយ៉ាងប្រញាប់ប្រញាល់ហាក់ដូចជាភ័យតក់ស្លុតខ្លាំងណាស់
បុនបាននិយាយទៅកាន់អំផលទាំងញ័រមាត់ញ័រកថាពុករាជនីឥឡូវនេះត្រូវពោះចឹកប្អូនកាន់តែខ្លាំងហើយពុកខ្លួនវិញឡើងខ្មៅប្រហែលជាពឹសរបស់ពោះបានជ្រាបចូលទៅខ្លួនរបស់ប្អូនខ្លាំងហើយបើសិនទៅយឺតពេលប្អូននឹងពិបាកហើយណាពុកអ៊ំសម្រិតលើដូច្នោះគាត់ក៏បាននិយាយទៅកាន់អ៊ំផលថាមិនស្រួលទេប្អូនកូនប្អូនត្រូវពឹសពោះវេរនាមហើយនៅពេលនេះមានតែមនុស្សម្នាក់គត់តែប៉ុណ្ណោះដែលអាចជួយសង្គ្រោះកូនប្អូនបានអ៊ំផលលើអ៊ំសម្រិតនិយាយដូច្នោះក្នុងចិត្តកាន់តែភ័យព្រោះអីនោះគឺជាពោះវេរនាមបើពោះវេរនាមបានចឹកឬក៏ខាំហើយលទ្ធផលគឺពិបាកនឹងទទួលយកណាស់